ត្រីកម្មករអនាម័យគ្រោះថ្នាក់ចរាចរណ៍ដាច់ជើងទាំងពីរទទួលបានថវិកា2លានរៀលពីសមាគមចលនាយុវជនក្រុម157សាខាខេត្តកំពង់ឆ្នាំងនាំថវិកា2លានរៀលត្រាក់ទ័រ John Deere ជាទំនុកចិត្តរបស់លោកអ្នក Next Generation Ford Ranger ស៊េរីថ្មី2023 The Pizza Company រសជាតិឆ្ងាញ់រំជួលចិត្តសាប៊ូធម្មជាតិ Onami ផលិតផលស្អាតមួយតួខ្លួន UPL FL Nano G សេរីរាងសុទ្ធ 100% ដោយក្តីអាណិតអាសូរដល់ស្ត្រីជាកម្មករអនាម័យដែលរងគ្រោះថ្នាក់ចរាចរណ៍ដាច់ជើងទាំងសងខាងនៅព្រឹកថ្ងៃទី4ខែធ្នូឆ្នាំ2022សមាគមចលនាយុវជនក្រុម157សាខាខេត្តកំពង់ឆ្នាំងបាននាំយកថវិកាទៅផ្ដល់ជូនស្ត្រីរងគ្រោះដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតប៉េរូស៊ីនៅទីក្រុងភ្នំពេញលោកស្រីហែមសវណ្ណីអនុប្រធានប្រតិបត្តិសមាគមចលនាយុវជនកម្ពុជាក្រុម157សាខាខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថាថ្ងៃនេះជំនុំមុខលោកគូតារាប្រធានប្រតិបត្តិលោកកៅសវណ្ណរាប្រធានកិត្តិយសលោកស្រីនិងក្រុមការងារបាននាំថវិកាចំនួន2លានរៀលដែលបានមកពីសមាជិកសមាគមនិងសប្បុរសជនមួយចំនួនមកផ្ដល់ជូនដល់ប្អូនស្រីប៉ែនច័ន្ទក្រឹស្នាដែលរងគ្រោះដាច់ជើងត្រឹមផ្លូវទាំងពីរនិងទើបត្រូវបានវះកាត់ខួរក្បាលហើយកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតទីក្រុងភ្នំពេញនៅពេលនេះជាមួយគ្នានេះលោកស្រីសូមពំនាំនៅបណ្ដាំផ្ដាំផ្ញើសាកសួរសុខទុក្ខដល់ប្អូនស្រីនិងជូនពរប្អូនស្រីបានឆាប់ជាសះស្បើយវិលត្រឡប់មកផ្ទះវិញសូមបញ្ជាក់ថាស្ត្រីឈ្មោះប៉ែនច័ន្ទក្រឹស្នាអាយុ35ឆ្នាំជាកម្មករអនាម័យមានទីលំនៅភូមិទួលខ្សាច់ឃុំជ្រៃបាក់ស្រុករលាបានរងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធុនធំបុកពីក្រោយបណ្ដាលដាច់ជើងទាំងពីររបួសក្បាលយ៉ាងធ្ងន់ធ្ងរកាលពីព្រឹកថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2022នៅតាមបណ្ដោយផ្លូវជាតិលេខ5ចន្លោះគីឡូម៉ែត្រលេខ86-87នៅចំណុចមុខមន្ទីរអភិវឌ្ឍខេត្តកំពង់ឆ្នាំងស្ថិតក្នុងភូមិត្រពាំងសិក្សាសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងក្រោយគ្រោះថ្នាក់ចរាចរណ៍ស្ត្រីរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងតែដោយរបួសធ្ងន់ធ្ងរក៏ត្រូវបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដោយពុទ្ធិ News ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗរបស់សារព័ត៌មានពុទ្ធិ News យើងខ្ញុំសូមទស្សនិកជនជួយចុច Like Follow និងជួយ Share Facebook របស់ពុទ្ធិ News សូមអរគុណ